លោកពោលថាម៉េចក្នុងវេលាណាដែលបុគ្គលបានជួបអារម្មណ៍មិនល្អខ្លាំងអារម្មណ៍ល្អឬមិនល្អល្អត្រូវទេតែមិនមែនល្អខ្លាំងណាស់ណាទេអារម្មណ៍នឹងល្អកដាលធម្មតាប៉ុណ្ណោះឬក៏ថាមិនមានហេតុដែលឲ្យសោមនស្សកើតឡើងអញ្ចឹងចិត្តបុគ្គលនឹងជាកដាលហើយបុគ្គលនឹងមានឧបនិស្ស័យនៃមិច្ឆាទិដ្ឋិនាំមកទៀតមិនថាជាខ្លួនមានមិច្ឆាទិដ្ឋិស្រាប់ឬក៏ខ្សែបគប់បុគ្គលខុសឬក៏ថាមិនដែលស្ដាប់ធម៌មិនដែលចូលវត្តមិនដែលខ្សែបគប់សប្បុរសអញ្ចឹងទៅអញ្ចឹងមិច្ឆាទិដ្ឋិនេះវាចេញមកបាត់ទៅហើយមានការយល់ឃើញខុសមិនជឿបន់មិនជឿបាបជឿទៅលើមង្គលភ្ញាក់ផ្អើលអីចឹងផ្សេងទៅងូតទឹកលាងបាបដូចនៅឥណ្ឌាអីចឹងទៅដូចនៅខាងស្អីគេនេប៉ាល់ប្រហែលថ្ងៃហ្នឹងស្មើឃើញគេแชร์សម្រាប់សត្វគោក្របីបូជាញាញប្ររាប់ម៉ឺនក្បាលអាហ្នឹងគេសម្គាល់ថាហេតុដែលនាំឲ្យសុខមានសុខកើតឡើងបានទេបងសម្រាប់ជីវិតគេដើម្បីឲ្យយើងបានក្តីសុខអត់ទេកូនចាស់អាហ្នឹងយល់ឃើញខុសហ៎កណាយល់ឃើញខុសមិច្ឆាទិដ្ឋិនៅឥណ្ឌាអាកន្លែងទលេគង្គគានោះទឹកលាងបាបនោះមនុស្សទៅងូតប្រងព្រាតសម័យកូវីដកើតកូវីដងល់ប្រងព្រាតដែរទៅអាហ្នឹងក៏ជាមិច្ឆាទិដ្ឋិនាំមុខដែរបងមានការយល់ឃើញខុសឬក៏ថាលួចទ្រព្យគេតែមិនដឹងថាការលួចទ្រព្យហ្នឹងជាបាបទៀតលួចទ្រព្យគេជាអត្តនេទានណាបងមិនបាបត្រូវទេបាបតែអ្នកហ្នឹងអត់ជឿបាបជឿបន់ទេលួចទ្រព្យគេក៏មិនបាបតែគប់ប្រព្រឹត្តខុសក្នុងប្រពន្ធគេអញ្ចឹងក៏មិនបាបដែរធ្វើអាក្រក់ហ្នឹងទៅមានមិច្ឆាទិដ្ឋិអត់ឃើញទោសក្នុងអំពើអាក្រក់ទេមានចិត្តឃ្លាវខ្លាតាមប្រក្តីខ្លួនឯងហ្នឹងតែមកមានណាគេបបួលអត់ទេអត់មានគេបបួលទេខ្លួនហ្នឹងក្លាហានដោយខ្លួនឯងតែសួរថាក្លាហានបែបហ្នឹងល្អឬអាក្រក់បងអាក្រក់លោកចាអាក្រក់កូនចាស់ទេហ្នឹងហើយយើងក៏និយាយក្លាហានល្អក្លាហានធ្វើបាបអញ្ចឹងធ្វើហានទៅប្រព្រឹត្តខុសក្នុងប្រពន្ធកូនគេលួចទ្រព្យគេហ្នឹងធ្វើកំសាកខ្លះទៅអញ្ចឹងនៅពេលណាដែលសភាពចិត្តជាកណ្ដាលមានការយល់ឃើញខុសហើយមិនឃើញទោសក្នុងការលួចទ្រព្យគេជាដើមនឹងឯងក្លាហានដោយខ្លួនឯងទៅទៀតលោភៈទីប្រមាណកើតទី5កើតទី5ចុះបើមិនមានភាពឃ្លាវខ្លាទេតតែមានមិត្តភ័ក្តិបបួលថាតោះយើងទៅលួចម៉ូតូគេអញ្ចឹងទៅហើយក៏ទៅជាមួយមិត្តភ័ក្តិហ្នឹងទៅពេលហ្នឹងលោភៈទីប៉ុន្មានដួងទី6កើតដួងទី6កើតវិញព្រោះដួងទី6តកតងនឹងការធ្វើបាបធ្វើអកុសលតែអីមានការបបួលដឹកនាំមានការបបួលដឹកនាំអញ្ចឹងអាក្រក់ឯងព្រោះការខ្សែគប់ហ្នឹងអាក្រក់ឯងអាក្រក់មែនតើធ្វើឲ្យយើងធ្វើបាបផ្ទុយមកវិញបើខ្សែគប់មិត្តល្អព្រះអង្គថាជាប្រមចរិយធម៌ទាំងមូលទៅហ្មងធ្វើឲ្យយើងសម្រេចនៅមគ្គប្រមចរិយធម៌ដោយអាស្រ័យការខ្សែគប់ល្អបងដល់ពេលខ្សែគប់អាក្រក់ក៏អាក្រក់អញ្ចឹងដែរតមកទៀតលោភៈដួងទី7និងដួងទី8ខុសគ្នាត្រង់អីទិដ្ឋិកតបប្រយុទ្ធនិងទិដ្ឋិកតតាមប្រយុទ្ធលោកចាស់ហ្នឹងហើយអញ្ចឹងបើសិនបើយើងលោភៈកើតដែរតែមិនបានយល់ឃើញខុសទេពេលហ្នឹងដួងទីប្រមាណកើតដួងទី7ខុសដាក់កើតលោកដួងទី7ឬដួងទី8កើតហ្នឹងទៅលោភៈមិនបានទៅសបាយរីករាយទេតែថ្ងៃមុនយើងមិនទាន់បាននិយាយលោភៈដួងទី3និងដួងទី4កើតទេណាបងលោភៈដួងទី3ដួងទី4វិញម្ដងថែមពេកមួយទៀតលោភៈដួងទី3ប្រកបដោយគេវេទនាបងឧបេក្ខាសោមនស្សវេទនាលោកចាស់ប្រកបដោយសោមនស្សវេទនាហើយគេវិញមានទិដ្ឋិអត់មានទិដ្ឋិទេ
ប្រះចាក់ ក៏ ទឹក អត់មាន